ជំរាបសួរបងប្អូនប្រិយមិត្ត Goal ខ្មែរទាំងអស់គ្នារាត្រីថ្ងៃពុធឈានចូលព្រឹកថ្ងៃប្រហោះវេលាម៉ោង3រំលងអធ្រាត្រពិភពលោកនឹងផ្អាកដង្ហើមដើម្បីទស្សនាការប្រកួតដែលគេឲ្យរហស្សនាមថាវគ្គផ្ដាច់ព្រាត់មុនកំណត់នៅពហុកីឡដ្ឋាន Santiago Bernabeu ស្ដេចអឺរ៉ុប Real Madrid ត្រូវតតាំងជាមួយមហាអំណាចអង់គ្លេស Manchester City ក្នុងវគ្គ16ក្រុមចុងក្រោយជើងទី1នេះគឺជាឆ្នាំទី5ជាប់គ្នាហើយដែលយក្សទាំងពីរត្រូវមកជួបគ្នាក្នុងវគ្គជម្រុះតើ Alvaro Arbeloa អាចការពារផ្ទះបានទេឬក៏ Pep Guardiola នឹងមកបំបែកកំណត់ត្រាដដែលតោះទៅតាមដានការវិភាគស៊ីជម្រៅជាមួយ admin ទាំងអស់គ្នាក្រុមម្ចាស់ផ្ទះ Athletic Real Madrid ពួកគេកំពុងដេញតាមពានអឺរ៉ុបលើកទី16ប៉ុន្តែភ្លើមួយនេះកំពុងជួបព្យុះសង្ឃរាខ្លាំងណាស់បងប្អូនអើយ Madrid យប់នេះកំពុងប្រឈមមុខនឹងវិបត្តិរបួសធ្ងន់ធ្ងរបំផុតយើងនឹងមិនបានឃើញវត្តមានរបស់ Kylian Mbappe និង Jude Bellingham ឡើយសូម្បី Rodrigo និងមេការពារ Eder Militao ក៏អវត្តមានដែរនេះគឺជាការបាត់បង់អាវុធមហាប្រឡ័យដល់ទៅពាក់កណ្ដាលក្រុមក្តីសង្ឃឹមតែមួយគត់គឺស្ថិតលើភាពច្នៃប្រឌិតរបស់ Vinicius Junior និងកម្លាំងចិត្តពីក្របបាល់នាទីចុងក្រោយរបស់ Federico Valverde កាលពីចុងសប្តាហ៍ទោះជាយ៉ាងណាកុំភ្លេចថា Bernabeu តែងតែមានមន្តអាគមនៅរាត្រី Champions League ងាកមកមើលក្រុមភ្ញៀវ មេខៀវ Manchester City វិញម្ដងយប់នេះគឺជាយប់ប្រវត្តិសាស្ត្រសម្រាប់លោក Pep Guardiola ព្រោះលោកនឹងដឹកនាំការប្រកួត UCL លើកទី190ស្មើនឹងកំណត់ថារបស់លោក Sir Alex Ferguson ហើយ Man City មកអេស្ប៉ាញលើកនេះគឺមកជាមួយទំនុកចិត្តពេញទំហឹងកាលពីខែធ្នូពួកគេធ្លាប់មកឈ្នះនៅ Bernabeu នេះម្ដងរួចមកហើយក្នុងលទ្ធផល2-1ជាមួយកម្លាំងប្រយុទ្ធ Erling Haaland ដែលសុទ្ធបាន56គ្រាប់ក្នុងពាននេះនិងការវិលត្រឡប់មកវិញរបស់កីឡាករសំខាន់ដែលបានសម្រាកកាលពីសប្តាហ៍មុនពួកគេមានប្រៀបជាង Madrid ខ្លាំងណាស់អ្វីដែលកាន់កាត់ពិសេស City ចាញ់ត្រឹមតែ3ដងប៉ុណ្ណោះក្នុងចំណោម18ប្រកួតចុងក្រោយពីលប៉ះក្រុមអេស្ប៉ាញយប់នេះ Madrid គ្មានជំរើសអ្វីក្រៅពីលេងការពារឲ្យម៉ត់ឆត់និងចាំឆក់ឱកាសវាយបករហ័សតាមរយៈ Vinicius នោះទេចំណែក Man City នឹងគ្រប់គ្រងបាល់ទាំងស្រុងនិងប្រើប្រាស់ភាពឆ្លាតវៃរបស់ Rodri និង Bernardo Silva ដើម្បីបំបីជញ្ជាំងការពារម្ចាស់ផ្ទះចំណុចសម្រេចសេចក្តីការអវត្តមានរបស់ Mbappe និង Jude Bellingham នឹងធ្វើឲ្យតំបន់ប្រយុទ្ធ Madrid បាត់បង់ភាពរស់រវើកនិងការបញ្ចប់ទីទោះជា DNA ជើងឯកអឺរ៉ុបខ្លាំងប៉ុណ្ណាក៏វាពិបាកនឹងទប់ទល់ជាមួយក្រុម Man City ដែលមានកីឡាករពេញជើងនិងមាន Erling Haaland ក្នុងទម្រង់កំពូលបែបនេះណាស់